ទុកប្រុសលោភលន់មនុស្សលោភលន់គឺជាមនុស្សដែលមានតែទុកតាមលំបន្លាចជាប់ប្រាណរហូតដល់ថ្ងៃស្លាប់មនុស្សដែលមិនចេះឆ្អែតឆ្អន់នឹងអ្វីដែលខ្លួនកំពុងមាននិងខំប្រឹងស្រវាចាប់យកអ្វីផ្សេងទៀតដែលធ្វើឲ្យពួកគេគ្មានសេចក្តីសុខតលតែសោះមនុស្សលោភលន់ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីបំពេញតណ្ហារបស់ខ្លួនទោះបីជាត្រូវបាត់បង់គ្រួសារកិត្តិយសឬអ្វីផ្សេងទៀតក៏ដោយគេហ៊ានក្បត់មិត្តភក្តិនិងហ៊ានធ្វើរឿងមិនគប្បីដាស់មនុស្សដែលនៅជុំវិញខ្លួនទាំងអស់នេះហើយដែលធ្វើឲ្យមានសេចក្តីសុខត្រឹមតែផ្លូវកាយប៉ុន្តែចិត្តរបស់ពួកគេវិញគឺគ្មានសន្តិភាពឡើយប្រសិនបើចង់បានសុខត្រូវតែធ្វើឲ្យចិត្តមានសន្តិភាពហើយដើម្បីឲ្យចិត្តមានសន្តិភាពយើងត្រូវដុតបំផ្លាញសេចក្តីលោភលន់នៅក្នុងចិត្តរបស់យើងជាមុនសិនសេចក្តីលោភលន់គឺខុសពីមហិច្ឆតាគឺជាការចង់បានដែលមានដែនកំណត់ពោលគឺចង់បានធំប៉ុន្តែអាចកំណត់ទំហំចំនួននិងចំណក់បានអ្នកដែលមានមហិច្ឆតាធំគង់នឹងហ៊ានធ្វើរឿងអស្ចារ្យទោះបីជាត្រូវបរាជ័យក៏គេមិនតូចចិត្តឡើយប៉ុន្តែគេនឹងសម្រាសយកកម្លាំងដើម្បីធ្វើរឿងអស្ចារ្យនោះម្ដងហើយម្ដងទៀតចំណែកឯសេចក្តីលោភលន់វិញគឺជាការចង់បានច្រើនហួសប្រមាណមិនចេះគ្រប់គ្រាន់និងមិនស្កប់ស្កល់ដែលនាំឲ្យមនុស្សបាត់បង់សេចក្តីថ្លៃថ្នូរសេចក្តីត្រូវការបែបលោភលន់នេះគឺមិនអាចវាស់ទំហំឬថ្លឹងទម្ងន់រកបានឡើយអ្នកដែលមានសេចក្តីលោភលន់នឹងធ្វើគ្រប់បែបយ៉ាងដើម្បីបានអ្វីដែលគេត្រូវការទោះបីជាទង្វើនោះខុសច្បាប់ឬធ្វើឲ្យអ្នកដទៃរងគ្រោះថ្នាក់ក៏ដោយនៅពេលដែលមនុស្សលោភលន់ឈឺចាប់បំផុតគឺនៅពេលដែលគេមិនអាចទទួលបាននូវអ្វីដែលគេត្រូវការហើយភ្លើងនៃសេចក្តីលោភលន់នោះនឹងដុតបំផ្លាញសេចក្តីសុខរបស់ពួកគេចោលទាំងស្រុងដើម្បីដុតបំផ្លាញសេចក្តីលោភលន់ក្នុងចិត្តបានយើងត្រូវខិតខំស្វែងរកវិជ្ជាដាក់ខ្លួនព្រោះមានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យយើងយល់ពីពាក្យថាគ្រប់គ្រាន់ដោយមិនកើតជាសេចក្តីលោភលន់ដែលនាំឲ្យចិត្តមានវិបត្តិការកម្ចាត់ភាពលោភលន់គឺរៀនពីផលប្រយោជន៍នៃការពលិកម្មនិងការចែករំលែកដើម្បីឲ្យមានតុល្យភាពក្នុងជីវិតក្នុងទ្រឹស្ដីពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធបានអប់រំមនុស្សមិនឲ្យមានចិត្តលោភលន់ហួសប្រមាណព្រោះការលោភលន់មានទោសធ្ងន់គឺអាចនាំឲ្យទៅចាប់កំណើតក្នុងអបាយភូមិជាកំណើតប្រេតដោយសារតែឃើញទោសធ្ងន់នេះហើយទើបព្រះអង្គណែនាំមនុស្សឲ្យប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវធម៌នៅក្នុងអត្ថង្គិមៈទាំង8ប្រការសម្មាអាជីវៈគឺជាគោលធម៌ដ៏សំខាន់ដែលចង្អុលបង្ហាញផ្លូវសុខដល់អ្នកប្រកបរបរចិញ្ចឹមជីវិតសម្មាអាជីវៈប្រែថាការចិញ្ចឹមជីវិតត្រឹមត្រូវឬការរកស៊ីទទួលទានដែលប្រកបដោយធម៌សុភមង្គលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានជីវិតដ៏មានសុភមង្គលមួយម្ល៉េះហើយទើបពួកគេខំប្រឹងប្រែងស្វែងរកវិជ្ជាដាក់ខ្លួនដបិតអីមានតែចំណេះដឹងទេទើបអាចជួយឲ្យជីវិតរួចផុតពីទុក្ខបានពុទ្ធធាននឹងបង្រៀនយើងឲ្យចេះវែកញែកគិតវិភាគនិងបែងចែកខុសត្រូវបានត្រឹមត្រូវវាក៏ជួយឲ្យយើងចេះប្រឹងប្រែងក្នុងផ្លូវមួយដែលត្រឹមត្រូវពោលគឺដឹកនាំឲ្យយើងចេះតស៊ូក្នុងវិថីដែលអាចនាំមកនូវជោគជ័យក្នុងជីវិតសុភមង្គលមិនមែនកើតឡើងទាល់តែយើងជោគជ័យនោះទេប៉ុន្តែបើយើងបរាជ័យគ្រប់បែបយ៉ាងនោះយើងក៏មិនអាចរកសុភមង្គលឃើញដែរលុយក៏មិនអាចធ្វើឲ្យយើងមានសុភមង្គល 100% នោះដែរប៉ុន្តែបើគ្មានលុយយើងក៏ពិបាករស់នៅក្នុងសង្គមដែលឲ្យតម្លៃលឿលុយខ្លាំងណាស់ដែរព្រះពុទ្ធទ្រង់បានសម្ដែងថាសុភមង្គលមិនអាចកើតមានចំពោះបុគ្គលដែលមិនសប្បាយចិត្តជាមួយនឹងអ្វីដែលខ្លួនកំពុងមាននោះទេនៅលើโลกនេះគ្មានផ្លូវណាដែលនាំយើងទៅរកសុភមង្គលឡើយប៉ុន្តែសុភមង្គលពិតជាមាននៅលើផែនដីនេះពិតមែនហើយវានឹងប្រសូតឡើងនៅពេលដែលយើងពេញចិត្តពេញថ្លើមជាមួយនឹងអ្វីដែលជារបស់យើងសប្តាហ៍ថ្ងៃនេះឯងយើងត្រូវពេញចិត្តនឹងអ្វីដែលជាកម្មសិទ្ធិរបស់យើងនាពេលបច្ចុប្បន្នប៉ុន្តែវាមិនមែនមានន័យថាយើងត្រូវបោះបង់ការតស៊ូដើម្បីស្វែងរកអ្វីថ្មីបន្ថែមនោះទេពោលគឺយើងនៅតែរក្សាការព្យាយាមជានិច្ចដើម្បីអភិវឌ្ឍជីវិតឲ្យកាន់តែប្រសើរឡើងគំរូនៅក្នុងទុក្ខព្រួយមនុស្សដែលចូលចិត្តគិតរឿងស្មុគស្មាញច្រើនតែងតែគ្មានក្តីសុខឡើយត្បិតអីខួរក្បាលរបស់ពួកគេពោពេញទៅដោយរឿងអពមង្គលនឹងកើតមានចំពោះមនុស្សដែលមិនចេះរើបំរាស់ចេញពីសេចក្តីទុក្ខព្រួយតែងតែកើតមានចំពោះមនុស្សគ្រប់រូបមិនថាអ្នកនោះជាកូនសេដ្ឋីឬកូនអ្នកក្រឡើយគឺសុទ្ធតែមានទុក្ខជាប់ប្រាណដូចគ្នាប៉ុន្តែយើងអាចផ្លាស់ប្ដូរជីវិតឲ្យស្រស់បំព្រងបានតាមរយៈការមិនបណ្ដោយខ្លួនឲ្យគិតក្នុងផ្លូវអវិជ្ជមានជ្រុលក្តីសង្ឃឹមនឹងមានដល់បុគ្គលដែលគិតវិជ្ជមានចំណែកឯក្តីអស់សង្ឃឹមនឹងកើតមានដល់បុគ្គលដែលគិតក្នុងផ្លូវអវិជ្ជមានក្តីសង្ឃឹមនេះហើយគឺជាឫសគល់ដែលនាំយើងទៅរកសេចក្តីសុខចម្រើនអ្នកដែលគិតក្នុងផ្លូវអវិជ្ជមានច្រើនជ្រុលនឹងគ្មានក្តីសុខក្នុងជីវិតនោះទេត្បិតអីគេបានដាំរឿងទុកព្រួយពេញខួរក្បាលទៅហើយ
ពូលគឺខួរក្បាលរបស់គេពេញទៅដោយមេរោគអាក្រក់ដែលបំផ្លាញក្តីសុខនៅពេលដែលយើងគិតតែរឿងមិនល្អគិតក្នុងផ្លូវខុសឬគិតខុសគោលដៅវានឹងធ្វើឲ្យចិត្តយើងល្អក់កកនឹងមានទុក្ខកង្វល់កាន់តែច្រើនសេចក្តីទុក្ខព្រួយនឹងកើតមាននៅពេលដែលចិត្តមានកង្វល់ប៉ុន្តែក្តីឈឺចាប់ទាំងប្រមាណនឹងរលាយបាត់ទៅវិញនៅពេលដែលយើងបើកចិត្តឲ្យទលាយគិតក្នុងផ្លូវវិជ្ជមានដើម្បីដោះស្រាយបញ្ហាដែលនៅចំពោះមុខតាមការពិតទៅទុក្ខលំបាកទាំងអស់មិនបានធ្ងន់ដូចអ្វីដែលយើងគិតនោះទេហើយវាក៏មិនធំហួសប្រមាណដែលយើងមិនអាចដោះស្រាយបាននោះដែរគ្រប់យ៉ាងគឺស្ថិតនៅលើការគិតរបស់យើងទាំងអស់បើយើងគិតថាវាជារឿងធំនោះបញ្ហាក៏ធំមែនប៉ុន្តែបើយើងគិតថាវាជារឿងធម្មតាបញ្ហានោះក៏គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះយោងតាមទស្សនៈរបស់លោកអារីស្តូតបានពោលថាជីវិតអបាយមុខតែងតែមានទុក្ខទោសដោយជាពំរួយហើយបើទោះបីជាមនុស្សម្នាក់រស់នៅក្នុងសភាពសម្បូរសប្បាយយ៉ាងណាក្តីក៏គេមិនអាចស្គាល់សុភមង្គលបានឡើយប្រសិនបើគេបណ្ដោយខ្លួនឲ្យធ្លាក់ចូលទៅក្នុងអបាយមុខលុយកាក់មានពេជ្រគ្រាន់តែជាទ្រព្យសម្បត្តិក្រៅខ្លួនតែប៉ុណ្ណោះវាអាចជួយឲ្យយើងសប្បាយបានត្រឹមមួយគ្រាប៉ុន្តែវានឹងផ្ដោតទុក្ខទោសមកឲ្យយើងវិញនៅពេលដែលយើងបណ្ដោយឲ្យរបស់ទាំងនោះคล้ายទៅជាចវាយណាយរបស់យើងផ្ទុយទៅវិញចំណេះដឹងគឺជាទ្រព្យសម្បត្តិជាប់នឹងខ្លួនដែលអាចផ្ដល់ក្តីសុខឲ្យយើងបានរហូតមានចំណេះដឹងទើបអាចជៀសផឹកពីអបាយមុខទាំងឡាយទាំងពួងបានអបាយមុខទាំង4ប្រការក្នុងព្រះពុទ្ធសាសនាមានដូចជា1អេថៃធុតៈការជាអ្នកលេងស្រី2សុរាធុតៈការជាអ្នកលេងស្រា3អខធុតៈការជាអ្នកលេងល្បែងភ្នាល់ឬល្បែងស៊ីសង4បាបមិត្តការយកមនុស្សអាក្រក់ឬមនុស្សពាវធ្វើជាមិត្តអ្នកដែលអាចគេចផុតពីអបាយមុខទាំង4នេះបានគឺគង់នឹងបានសុខកាយសប្បាយចិត្តសល់ទ្រព្យសម្បត្តិនិងមានកិត្តិយសក្នុងសង្គមជានិរន្តរ៍រំដោះទុក្ខមនុស្សកើតមកជួបទុក្ខមានសុខជារឿងធម្មតាជីវិតដែលជួបរឿងឈឺចាប់កាន់តែច្រើនជីវិតនោះរមែងរឹងមាំជាងមុនក្រោយពេលដែលសម័យខ្លួនខិតខំក្រោកឈរម្ដងហើយម្ដងទៀតពេលខ្លះជីវិតមួយនេះត្រូវជួបតែរឿងអពមង្គលច្រើនពេកក្រៃវិបត្តិកើតមានផ្ទួនគ្នាធ្វើឲ្យយើងពិបាកប្រឈមមុខនឹងជីវិតរីឯបញ្ហាក៏ចាក់ស្រេះដូចសរសៃអំបោះដែលជំពាក់ជំពិនគ្នាពិបាករកដំណោះស្រាយនៅចំណុចនោះជីវិតយើងប្រកាសជាការទុក្ខធ្ងន់ព្រោះមិនដឹងថាត្រូវធ្វើបែបណាបន្តប៉ុន្តែយ៉ាងណាមិញគ្រប់យ៉ាងនឹងបានប្រសើរឡើងនៅពេលដែលយើងមានសតិលោកខុងជឺបាននិយាយថាយើងអាចកើតទុក្ខសោកសង្រេងបានតែសូមកុំឲ្យចិត្តរបស់យើងធ្លាក់ក្រោមអំណាចរបស់វាឲ្យសោះចិត្តនិងរាងកាយរបស់មនុស្សត្រូវបានផ្សារភ្ជាប់គ្នាពេលដែលចិត្តទន់ខ្សោយកាយក៏គ្មានកម្លាំងដែរដូច្នេះចិត្តត្រូវតែរឹងមាំមិនត្រូវទន់ជ្រាយនិងដាច់ខាតមិនអាចទោទន់ទៅតាមអារម្មណ៍ឈឺចាប់នោះឡើយចិត្តនេះត្រូវតែនឹងនប់មិនរំជើបរំជួនជ្រុលពេលមានគេកោតសរសើរហើយក៏មិនកើតទុក្ខព្រោះតែសម្ដីចាក់រុកឬការប្រមាថមើលងាយនោះដែរជាការពិតបញ្ហាធំមួយគឺកើតចេញពីបញ្ហាតូចៗជាច្រើនចូលមកផ្ដុំគ្នាយើងពិបាកនឹងដោះស្រាយវាឲ្យចេញក្នុងពេលតែមួយប៉ុន្តែយើងអាចដោះស្រាយវាបានម្ដងមួយជាបន្តបន្ទាប់បើមានរបួសផ្លូវកាយយើងអាចយកឱសថមកព្យាបាលប៉ុន្តែបើរបួសផ្លូវចិត្តវិញគឺត្រូវការពេលវេលាការលើកទឹកចិត្តនិងការលួងលោមពីមនុស្សពិសេសឬមនុស្សដែលយើងស្រឡាញ់ទើបអាចជាសះស្បើយហើយពេលខ្លះយើងក៏ត្រូវការទៅជួបគ្រូពេទ្យឬអ្នកជំនាញផ្នែកផ្លូវចិត្តផងដែរការសិក្សាយ៉ាងលម្អិតអំពីឫសគល់នៃបញ្ហាសឹមស្វែងរកដំណោះស្រាយគឺជាវិធីដ៏ល្អបំផុតយើងអាចចាប់ផ្ដើមពីការដោះស្រាយបញ្ហាផ្លូវចិត្តបញ្ហាគ្រួសារការសិក្សាស្នេហានិងសេដ្ឋកិច្ចគ្មានអ្វីកំសត់ខ្លោចផ្សាលើសពីអ្វីដែលយើងគិតនោះទេផ្ទុយទៅវិញអ្វីក៏អាចជាសេចក្តីសុខបានដែរឲ្យតែយើងពេញចិត្តនឹងទទួលស្គាល់វាចូលទទួលស្គាល់ការពិតថាជីវិតគឺបែបហ្នឹងហើយព្យាយាមលើកទឹកចិត្តខ្លួនឯងរួចដោះស្រាយបញ្ហាសន្សឹមមិនយូរមិនឆាប់អ្វីនឹងប្រសើរឡើងវិញបើយើងនិយាយពីផ្លូវរំលត់ទុក្ខតាមបែបព្រះពុទ្ធសាសនាវិញយើងឃើញថាមានផ្លូវចំនួន8ដែលហៅថាអថង្គិកមៈ1សម្មាទិដ្ឋិការយល់ឃើញត្រូវយល់ដឹងពីធាតុពិតនៃជីវិត2សម្មាសង្កប្បៈការត្រិះរិះត្រូវប្រកបដោយអំពើល្អ
នឹងលះបង់ការព្យាបាទឬការបៀតបៀនអ្នកដទៃ 3. សម្មាវាចាការនិយាយស្ដីត្រូវនិយាយអ្វីដែលផ្ដល់សុខឲ្យខ្លួនឯងនិងមិនផ្ដល់ទុក្ខដល់អ្នកដទៃ 4. សម្មាកម្មន្តៈការធ្វើការងារត្រូវវាចាកកាយដូចចរិត 5. សម្មាអាជីវៈការចិញ្ចឹមជីវិតត្រូវតាមគន្លងធម៌និងស្របតាមច្បាប់រដ្ឋ 6. សម្មាវាយាមៈការព្យាយាមត្រូវព្យាយាមក្នុងផ្លូវត្រឹមត្រូវ 7. សម្មាសតិការមានសតិត្រូវគឺការប្រុងប្រយ័ត្ននិងរំលឹកដឹងខ្លួនជានិច្ច 8. សម្មាសមាធិការផ្ចង់អារម្មណ៍ត្រូវគឺការតម្កល់ចិត្តឲ្យនឹងលើអារម្មណ៍តែមួយការបកស្រាយអថាង្គិកមៈខាងលើនេះគឺគ្រាន់តែជាការសង្ខេបខ្លីតែប៉ុណ្ណោះរស់នៅជាមួយបច្ចុប្បន្នកាលធម្មជាតិរបស់មនុស្សនៅពេលដែលដឹងថាខ្លួនឯងខុសតែងតែកើតទុក្ខមិនសុខចិត្តដេកយំស្ដាយក្រោយនិងចង់ទាញពេលវេលាឲ្យត្រឡប់ថយក្រោយខ្លាំងណាស់ប៉ុន្តែគេមិនអាចធ្វើបានឡើយនៅថ្ងៃដែលពួកគេជួបទុក្ខគេក៏បន់ស្រន់សុំឲ្យថ្ងៃនេះកន្លងផុតទៅឲ្យបានឆាប់ប៉ុន្តែគេក៏នៅតែមិនអាចធ្វើបានដដែលព្រោះគេមិនព្រមដោះលែងខ្លួនឯងឲ្យរួចផុតពីគុកនៃអតីតកាលមនុស្សភាគច្រើនចូលចិត្តស្ដីបន្ទោសនិងជេរប្រមាថខ្លួនឯងថាជាមនុស្សមិនបានការឬគ្មានតម្លៃទើបបន្សល់ទុកនៅរឿងមិនល្អច្រើនដល់ថ្នាក់នេះអារម្មណ៍ស្ដាយក្រោយឬវិបដិសារីនៅតែតាមលងបន្លាចពួកគេរាល់ថ្ងៃចំណែកអ្នកខ្លះទៀតកំពុងព្រួយបារម្ភពីអនាគតដែលមិនទាន់មកដល់ពួកគេមិនដឹងថាថ្ងៃខាងមុខនឹងទៅជាយ៉ាងណាក៏ចាប់ផ្ដើមភ័យខ្លាចនឹងឈឺក្បាលរាល់ថ្ងៃដោយសារការគិតច្រើនហួសហេតុរហូតបាត់បង់ក្តីសុខអស់ជាការពិតណាស់អតីតកាលដែលកន្លងហួសមិនអាចត្រឡប់ថយក្រោយបានឡើយហើយអនាគតកាលដែលនៅខាងមុខក៏មិនអាចទាញឲ្យឆាប់មកដល់ដូចគ្នាអ្វីដែលយើងអាចធ្វើបានល្អបំផុតគឺការរស់នៅជាមួយបច្ចុប្បន្នកាលម្សិលមិញគឺជាថ្ងៃដែលបានកន្លងផុតថ្ងៃស្អែកជាថ្ងៃដែលនឹងចូលមកដល់ចំណែកឯថ្ងៃនេះវិញគឺជារង្វាន់ដ៏វិសេសដែលយើងហៅថាបច្ចុប្បន្នកាលអតីតកាលនិងអនាគតកាលរបស់យើងនឹងបានល្អប្រសើរប្រសិនបើយើងប្រឹងប្រែងនៅថ្ងៃនេះឲ្យអស់ពីសមត្ថភាពព្រោះសកម្មភាពនៅថ្ងៃនេះគឺជាអ្នកកំណត់ជោគវាសនានៃពេលវេលាទាំងពីរអ្នកប្រាជ្ញឡាវស៊ូបាននិយាយថាប្រសិនបើអ្នកក្រៀមក្រំគឺអ្នកកំពុងរស់នៅក្នុងអតីតកាលប្រសិនបើអ្នកអន្ទះសារគឺអ្នកកំពុងរស់នៅក្នុងអនាគតកាលប៉ុន្តែបើអ្នកកំពុងមានសន្តិភាពគឺអ្នកកំពុងរស់នៅជាមួយបច្ចុប្បន្នព្រះពុទ្ធទ្រង់ក៏បានសម្ដែងដែរថាបុគ្គលដែលមិនសោកសៅអំពីអ្វីដែលកន្លងហួសទៅហើយមិនស្វះស្វែងរកអ្វីដែលមិនទាន់មកដល់នឹងទ្រទ្រង់ជីវិតជាមួយនឹងអ្វីដែលកើតឡើងចំពោះមុខគេនឹងមានសម្បុរស្បែកស្រស់ថ្លាដូច្នេះយើងគួររៀនរស់នៅជាមួយបច្ចុប្បន្នកាលដោយធ្វើឲ្យចិត្តបានស្ងប់មិនសោកសៅជាមួយអតីតកាលនិងមិនព្រួយបារម្ភពីអនាគតកាលជ្រុលកុំបណ្ដោយឲ្យអតីតកាលមកអោបរឹតអ្នករហូតធ្វើឲ្យជីវិតគ្មានពន្លឺនៃសេចក្តីសុខហើយកុំភ័យញាប់ញ័រនឹងអ្វីដែលមិនទាន់កើតឡើងឲ្យសោះការរស់នៅជាមួយបច្ចុប្បន្នគឺការមានសតិដឹងខ្លួនជាប្រចាំផ្ដោតលើរឿងដែលត្រូវធ្វើនៅចំពោះមុខដោយទំនួលខុសត្រូវខ្ពស់បំផុតនៅពេលដែលយើងរៀនសប្បាយរីករាយជាមួយនឹងអ្វីដែលខ្លួនកំពុងមាននាពេលនេះសុភមង្គលនឹងចូលមកដល់ដោយឯកឯងកត្តាដែលនាំឲ្យមនុស្សប្រែប្រួលទស្សនវិទូក្រិកលោកផ្លាតូបាននិយាយថាលំហូរនៃការភ្លីកម្មឬការប្រែប្រួលរបស់មនុស្សគឺកើតចេញពីកត្តា3យ៉ាងគឺចំណងអារម្មណ៍និងចំណេះដឹងមនុស្សម្នាក់អាចក្លាយជាមនុស្សអស្ចារ្យឬជាមនុស្សគំរុកក៏ដោយសារតែចំណងតណ្ហារបស់ខ្លួននេះឯងចំណងឬការចង់អាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរបានយ៉ាងខ្លាំងប្រសិនបើបុគ្គលមានចំណងទៅលើរឿងល្អគេនឹងក្លាយជាមនុស្សអស្ចារ្យប៉ុន្តែបើមានចំណងទៅលើរឿងអាក្រក់គេនឹងក្លាយជាមនុស្សគំរក់ជាមិនខានអារម្មណ៍ក៏ជាកត្តាសំខាន់ដែលធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរទាំងឥរិយាបថនៃការគិតទង្វើនិងពាក្យសម្ដីមនុស្សដែលមានអារម្មណ៍ល្អតែងតែមានការគិតត្រឹមត្រូវមានសម្ដីពិរោះពិសាគួរឲ្យចង់ស្ដាប់ហើយកាយវិការដែលស្ដែងចេញមកក៏គួរឲ្យគោរពដូចគ្នាផ្ទុយទៅវិញប្រសិនបើមានអារម្មណ៍មិនល្អការគិតក៏នឹងអវិជ្ជមាន
សម្ដីក៏ពិបាកស្ដាប់ហើយទង្វើក៏ពិបាកនឹងទទួលយកបានដែរចិត្តមនុស្សតែងតែប្រែប្រួលជានិច្ចទៅតាមអារម្មណ៍ប្រសិនបើចិត្តមិនស្ងប់មនុស្សមិនអាចសម្រេចកិច្ចការធំអ្វីបានឡើយចំណេះដឹងដែលត្រឹមត្រូវនឹងបង្កើតឲ្យមានអំពើជាកុសលចំណែកឯអំពើអកុសលទាំងឡាយគឺប្រសូតចេញពីចំណេះដឹងដែលខុសឬហៅថាអវិជ្ជាអវិជ្ជានាំឲ្យមានភាពល្ងង់ខ្លៅហើយមនុស្សល្ងង់ខ្លៅនឹងធ្វើរឿងឆោតល្ងង់ដែលនាំមកនូវគ្រោះមហន្តរាយចំណងអាក្រក់អារម្មណ៍មិនស្ងប់និងអវិជ្ជាអាចត្រូវបានកម្ចាត់ចោលទៅបានតាមរយៈវិជ្ជាឬចំណេះដឹងពិតអ្នកដែលមានចំណេះដឹងជ្រៅជ្រះប្រកាសជាអាចគ្រប់គ្រងចំណងអារម្មណ៍និងភាពល្ងង់ខ្លៅរបស់ខ្លួនបានប៉ុន្តែបើយើងបណ្ដោយឲ្យចំណេះដឹងមកគ្រប់គ្រងយើងឬយើងធ្លាក់ខ្លួនคล้ายជាទាសករនៃចំណេះដឹងគឺការចេះដឹងតែទ្រឹស្ដីដោយគ្មានសិលធម៌នោះរឿងអាក្រក់ប្រកាសជាកើតមានឡើងជាមិនខានមើលចរិតមនុស្សសត្វសេះដែលខ្លាំងគឺជាសត្វសេះដែលរត់បានលឿននិងមិនងាយនឿយហត់វាអាចរត់បានចម្ងាយឆ្ងាយដែលធ្វើឲ្យម្ចាស់ពេញចិត្តនឹងសមត្ថភាពរបស់វាធ្វើដំណើរកាន់តែឆ្ងាយយើងនឹងកាន់តែដឹងពីសមត្ថភាពពិតរបស់សត្វសេះមួយក្បាលនោះចំណែកឯវិធីសាស្ត្រដើម្បីមើលសន្តានចិត្តមនុស្សវិញគឺត្រូវប្រើប្រាស់ពេលវេលាជាគោលយើងអាចមើលដឹងតាមរយៈស្ថានភាពដែលគាត់អស់កម្លាំងខ្សត់ខ្សោយឬធ្លាក់ក្នុងគ្រាក្រលំបាកតើគាត់បានព្យាយាមតស៊ូដែរឬទេចុះនៅពេលដែលគាត់មានបានវិញតើអាកប្បកិរិយារបស់គាត់ប្រែប្រួលយ៉ាងណាតើគាត់នៅតែរាប់អានអ្នកដែលធ្លាប់រួមសុខរួមទុក្ខជាមួយគាត់កាលពីគ្រាក្រលំបាកដែរឬទេជាទូទៅនៅពេលដែលយើងបានល្អមានយសស័ក្តិខ្ពង់ខ្ពស់និងមានមុខមាត់នៅក្នុងសង្គមគឺមិនខ្វះទេមនុស្សដែលស្រឡាញ់ចង់ស្គាល់និងចង់រាប់អានយើងប៉ុន្តែនៅពេលដែលយើងធ្លាក់ខ្លួនក្រីក្រឬជួបទុក្ខលំបាកគឺខ្សត់មនុស្សដែលចង់នៅក្បែរយើងណាស់ពេលនោះហើយដែលយើងអាចស្គាល់ពីចរិតពិតរបស់មនុស្សនៅជុំវិញខ្លួនបានយ៉ាងច្បាស់មនុស្សដែលតែងតែនៅក្បែរយើងជួយជ្រោមជ្រែងយើងក្នុងគ្រាអាសន្នហើយតែងតែចូលរួមត្រេកអរនៅពេលដែលយើងជោគជ័យបុគ្គលនោះហើយគឺជាមនុស្សដែលយើងត្រូវខិតខំថែរក្សាទំនាក់ទំនងឲ្យបានគង់វង្សផ្ទុយទៅវិញមានមនុស្សជាច្រើនបានប្រើប្រាស់មិត្តភាពដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួននៅពេលដែលពួកគេទាញយកប្រយោជន៍ពីយើងអស់ពួកគេក៏ចាក់ចេញទៅដែលគ្មានការស្ដាយស្រណោះឡើយអ្នកដែលរាប់អានគ្នាព្រោះតែលុយកាលណាអស់លុយគេក៏ចាក់ចេញទៅអ្នកដែលរាប់អានគ្នាព្រោះតែអំណាចយសស័ក្តិកាលណាអស់អំណាចគេក៏ដើរចេញប៉ុន្តែសម្រាប់អ្នកដែលរាប់អានយើងដោយចិត្តនិងបេះដូងទោះស្ថិតក្នុងស្ថានភាពណាក៏គេនៅតែមានចិត្តស្រឡាញ់និងភក្ដីភាពចំពោះយើងជានិច្ចមនុស្សខ្លះទៀតចូលមកដើម្បីជួយយើងនិងរាប់អានយើងដោយសុទ្ធចិត្តឥតលក្ខខណ្ឌដោយគ្រាន់តែចង់បានមិត្តដែលមានភក្ដីភាពចំពោះគ្នាទៅវិញទៅមកតែប៉ុណ្ណោះយើងនឹងដឹងថាបុគ្គលម្នាក់ជាបាបមិត្តឬជាមិត្តល្អនៅពេលដែលយើងបានចំណាយពេលជាមួយគេកាន់តែយូរនិងឆ្លងកាត់គ្រប់កលៈទេសៈជាមួយគ្នាទង្វើរបស់គេនឹងស្ដែងចេញមកឲ្យយើងឃើញថាគេជាមនុស្សបែបណាហើយយើងមានតម្លៃកម្រិតណាសម្រាប់គេគ្រប់ទង្វើទាំងអស់សុទ្ធតែមានមូលហេតុដោយដែលលោកអារីស្តូតបានកំណត់ថាទង្វើដែលស្ដែងចេញមកតែងមានហេតុផលចំនួន7យ៉ាងឱកាសចារឹកពីធម្មជាតិក្តីសង្ឃឹមទម្លាប់ហេតុផលក្តីស្រឡាញ់និងភាពលោភលន់ប្រភេទមនុស្សនៅក្នុងទ្រឹស្ដីនៃព្រះពុទ្ធសាសនាមនុស្សត្រូវបានបែងចែកចេញជា5ប្រភេទឬ5ពូកដូចខាងក្រោម 1. មនុស្សទេវោមនុស្សទេវៈសំដៅដល់បុគ្គលដែលមានរូបកាយជាមនុស្សប៉ុន្តែមានចិត្តជាទេវតាពោលគឺរស់នៅប្រកបដោយហិរិឱតប្បៈគឺសេចក្តីខ្មាសអៀននិងខ្លាចក្រអឺមចំពោះអំពើបាបមានគុណធម៌និងសីលធម៌ខ្ពង់ខ្ពស់ជានិច្ច 2. មនុស្សសូសំដៅដល់បុគ្គលដែលមានរូបកាយជាមនុស្សហើយមានចិត្តជាមនុស្សត្រឹមត្រូវគឺដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់និងមានសីលធម៌សមរម្យក្នុងនាមជាមនុស្សលោក 3. មនុស្សតិរច្ឆានោ សំដៅដល់បុគ្គលដែលមានរូបកាយជាមនុស្សប៉ុន្តែមានចិត្តដូចជាសត្វតិរច្ឆានគឺមានចិត្តកាចសាហាវគិតតែពីរឿងស៊ីច្រណែនឈ្នានីសមិនដឹងខុសត្រូវនិងមិនស្គាល់គុណទោសឡើយ 4. មនុស្សពេតោ
សំដៅដល់បុគ្គលដែលមានរូបកាយជាមនុស្សប៉ុន្តែមានចិត្តជាប្រែតពលគឺមានសេចក្តីលោភលន់ខ្លាំងចូលចិត្តលួចឆក់ប្លង់កែងប្រវ័ញ្ចនិងបោកប្រាស់អ្នកដទៃដើម្បីបំពេញចំណង់ខ្លួន 5. មនុស្សនរាយកោសំដៅដល់បុគ្គលដែលមានរូបកាយជាមនុស្សប៉ុន្តែមានចិត្តជាសត្វនរកគឺមានចិត្តខកខើខ្លាំងចូលចិត្តបង្កអំពើហិង្សាសម្លាប់រងាលឬផ្ដាច់ជីវិតអ្នកដទៃដោយគ្មានក្តីមេត្តា មនុស្ស3ប្រភេទលោកខុងជឿបាននិយាយថាមនុស្សខ្លះធ្វើឲ្យខ្ញុំនឹកខ្មាស់មនុស្សខ្លះធ្វើឲ្យខ្ញុំមានចិត្តស្អប់ហើយមនុស្សខ្លះទៀតធ្វើឲ្យខ្ញុំគិតទៅដល់ក្រភ័យអត្ថន័យនៃមនុស្សទាំង3ប្រភេទនេះមានដូចជា 1. មនុស្សខ្លះធ្វើឲ្យខ្ញុំនឹកខ្មាស់សំដៅដល់មនុស្សដែលកាលនៅពីក្មេងមិនខិតខំរៀនសូត្រលុះដល់ធំដឹងក្តីคล้ายជាជនអសមត្ថភាពមិនអាចធ្វើអ្វីជាដុំកំភួនសម្រាប់ជីវិតនិងមិនអាចធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយបាន B មនុស្សខ្លះធ្វើឲ្យខ្ញុំមានចិត្តស្អប់សំដៅដល់មនុស្សដែលចាស់ចេញពីស្រុកកំណើតទៅរស់នៅស្រុកក្រៅលុះត្រហែត្រហងមានបានកាលណាក៏ឈប់រាប់រកបងប្អូនឬធ្វើជាមិនស្គាល់អ្នកភូមិផងរបងជាមួយដែលធ្លាប់រស់នៅជិតខាងគ្នា 3. មនុស្សខ្លះទៀតធ្វើឲ្យខ្ញុំគិតទៅដល់គ្រោះភ័យសំដៅដល់មនុស្សដែលផ្សារភ្ជាប់ខ្លួនឯងជាមួយជនពាលឬសេពគប់មិត្តអាក្រក់ពោលគឺមិនរាប់រកសេពគប់ជាមួយបណ្ឌិតជនប្រភេទនេះនឹងត្រូវជួបគ្រោះភ័យឬវិនាសអន្តរាយនៅថ្ងៃណាមួយជាក់ជាមិនខានឡើយឈ្នះដោយសន្តិវិធីព្រះពុទ្ធទ្រង់បានប្រដៅបង្រៀនពុទ្ធបរិស័ទឲ្យចេះយកឈ្នះក្នុងភ្លឺធម៌តាមរយៈគោលការណ៍ទាំងប្រដីប្រការគឺ 1. ឈ្នះមនុស្សក្រោធដោយសេចក្តីមិនក្រោធ 2. ឈ្នះមនុស្សអសប្បុរសដោយអំពើល្អ 3. ឈ្នះមនុស្សកំណាញ់ដោយការចែកទាន 4. ឈ្នះមនុស្សកុហកដោយពាក្យសច្ចៈ 5. ឈ្នះមនុស្សទន់ខ្សោយដោយការអនុគ្រោះ 6. ឈ្នះមនុស្សខ្ពង់ខ្ពស់ដោយការគោរព 7. ឈ្នះមនុស្សស្មើគ្នាដោយការព្យាយាមទាំងយប់ទាំងថ្ងៃ 8. និងឈ្នះសពគ្រប់ទាំងពួងដោយការយកឈ្នះចិត្តខ្លួនឯងជោគជ័យភាគច្រើនការទានពីការតស៊ូយកឈ្នះឲ្យបានប៉ុន្តែមិនមែនមានន័យថាគ្រប់ជ័យជំនះទាំងអស់សុទ្ធតែផ្ដល់ផលល្អត្រឡប់មកវិញនោះទេជ័យជំនះខ្លះនាំឲ្យមានការបែកបាក់មិត្តភាពសាមគ្គីភាពនិងបង្កើតសត្រូវជាដើមជ័យជំនះខ្លះទៀតបង្កឲ្យមានជំលក់ទាស់តែងគ្នានាំឲ្យមានការគុំគួននិងខាតបង់ប្រយោជន៍ធំជាឧទាហរណ៍បើអ្នកលក់ឆ្លុះឈ្នះអ្នកទិញក៏គ្មាននរណាមកជួយទិញទំនិញបើឆ្លុះឈ្នះមិត្តរួមក្រុមសាមគ្គីភាពក៏ត្រូវបែកបាក់បើឆ្លុះឈ្នះញាតិសាលោហិតទំនាក់ទំនងបងប្អូនក៏ត្រូវបាត់បង់ហើយប្រសិនបើឆ្លុះឈ្នះមនុស្សដែលខ្លួនស្រឡាញ់ស្នេហានោះក៏អាចនឹងត្រូវរលាយសាបសូន្យដូចគ្នាដែរមនុស្សពាវចូលចិត្តបង្កចំនួននិងឆ្លុះជាមួយជនដែលទុនខ្សោយជាងខ្លួនប៉ុន្តែបណ្ឌិតតែងតែមិនប្រកាន់ទុកទោសជាមួយជនទុនខ្សោយឡើយហើយថែមទាំងផ្ដល់ការគោរពដល់បុគ្គលដែលគួរគោរពពោលគឺបុគ្គលខ្ពង់ខ្ពស់នោះឯងមនុស្សដែលដាំសេចក្តីព្យាយាមជាប្រចាំនឹងទទួលបានលទ្ធផលល្អក្នុងជីវិតបុគ្គលដែលអាចយកឈ្នះលើចិត្តខ្លួនឯងបានគង់នឹងអាចយកឈ្នះលើគ្រប់យ៉ាងក្នុងជីវិតរបស់គេបានដបិតអីចិត្តគឺជាប្រធាននៃរាងកាយទាំងមូល